តពីភាពមុនបន្ទាប់ពីក្រុមរបស់ហានបានបំពេញមីសិនដែល Master បានដាក់ឲ្យ Master ក៏បានដំឡើងនៅកន្លែងស្រាវជ្រាវវេទមន្តកន្លែងបង្កើតនៅទឹកថ្នាំនិងធ្វើការ upgrade ទៅលើ training hall បន្ថែមទៀតកាត់មកដល់ឈុតបន្ទាប់យើងក៏ឃើញថាហានជាមួយនឹង LK កំពុងតែធ្វើការវឹកហាត់ជាមួយគ្នាដោយហានបានប្រាប់ទៅកាន់ LK ថាឲ្យនាងព្យាយាមវឹកហាត់ទៅលើ stamina របស់នាងហើយធ្វើការវឹកហាត់ទៅលើការរត់ដើម្បីនៅពេលមានអាសន្នគឺនាងអាចរត់លឿនជាងមុនដោយ LK នាងបានប្រកែកជាមួយនឹងហានថាហេតុអីក៏នាងត្រូវការវឹកហាត់ទៅលើការរត់ធ្វើអីដោយហានគាត់ខ្ជិលនិយាយប្រកែកជាមួយនឹង LK ច្រើនក៏គាត់និយាយថាបើសិនជានាងចង់ស្លាប់មិនបាច់វឹកហាត់បន្តទៀតក៏បានដែរដោយគេក៏បានបង្ហាញនៅឈុតដែល LK ពាក់គឺវាមានសមត្ថភាពក្នុងការជំនួយទៅកាន់កម្លាំងរបស់អ្នកប្រើប្រាស់និងរីចិននៅម៉ាណាមកវិញដោយឈុតនឹងដែរគឺបានបង្កើតឡើងដោយគ្រួសាររបស់នាងផ្ទាល់ដោយឥឡូវនឹងដែរក៏បានឃើញថា Master កំពុងតែសង្កេតមកមើលការវឹកហាត់របស់ក្រុមហានដោយហានគាត់មានរឿងផ្ទាល់ខ្លួនរបស់គាត់ដោយគាត់ឲ្យ Jenna នឹងធ្វើការវឹកហាត់ជាមួយនឹង LK ទៅកាត់មកដល់កន្លែងបង្កើតអសត់យើងឃើញថា Isel នឹងកំពុងតែនៅជាមួយហានដោយហានគាត់មានបំណងក្នុងការបង្កើតថ្នាំសម្រាប់ព្យាបាលនិងរីចិននៅម៉ាណារបស់ LK មកវិញដោយហានគាត់កំពុងតែមើលទៅលើសៀវភៅដែលគេបានរាយរាប់ពីរបៀបផ្សំថ្នាំហ្នឹងតែហានគាត់មិនអាចមើលយល់នៅអត្ថន័យនៅក្នុងសៀវភៅហ្នឹងទេដោយសារតែគាត់អត់ចេះអាននៅអក្សរនៅក្នុងពិភពលោកហ្នឹងតែវាមិនមែនជាបញ្ហាសម្រាប់គាត់ទេហើយយើងក៏ឃើញថាគាត់កំពុងតែព្យាយាមបង្កើតនៅថ្នាំម្យ៉ាងដែលយើងអត់ទាន់ដឹងថាគាត់បង្កើតថ្នាំអីទេដោយការបង្កើតហ្នឹងដែរវាស្រដៀងទៅជាមួយនឹងវគ្គមុនដែរគឺតម្រូវឲ្យហានហ្នឹងលេងនៅព្យ៉ាណូដើម្បីបង្កើតនៅថ្នាំហ្នឹងមួយសន្ទុះក្រោយមក system ក៏បានបង្ហាញមកថាការបង្កើតហ្នឹងគឺបានជោគជ័យដោយហានហ្នឹងគាត់បានបង្កើតនៅថ្នាំសម្រាប់ព្យាបាលជាមួយនឹងថ្នាំសម្រាប់រីចិននៅម៉ាណាមកវិញកាត់មកដល់ឈុតបន្ទាប់នៅពេលយប់ហានគាត់បានហៅទៅកាន់ Eren ជាមួយនឹង Jenna ឲ្យមកជួបគាត់ដោយការហៅមកជួបនេះដែរគឺហានគាត់ចង់ឲ្យ Jenna ជាមួយនឹង Eren ធ្វើការវឹកហាត់បន្ថែមដោយតម្រូវឲ្យពួកគេទាំងពីរនាក់ហ្នឹងលូកដៃចូលទៅកាន់ឆ្នាំងភ្លើងដែលកំពុងតែមានភ្លើងឆេះក្តៅកគុកហ្នឹងដែលធ្វើឲ្យ Jenna ជាមួយនឹង Eren ហ្នឹងមានការភ័យតក់ស្លុតជាខ្លាំងដោយការវឹកហាត់ហ្នឹងដែរហានគាត់គឺជាអ្នកអនុវត្តមុនតែគាត់បានលូកដៃរបស់គាត់ហ្នឹងចូលទៅក្នុងចង្ក្រានដែលកំពុងតែឆេះហ្នឹងនិងធ្វើការរាប់ពី1រហូតដល់10ទើបគាត់ដកដៃចេញនៅពេលដែលគាត់រាប់1ដល់10ហើយគាត់ក៏ដកដៃរបស់គាត់ចេញហើយយើងក៏ឃើញថាសភាពដៃរបស់គាត់ហ្នឹងគឺបានឆេះខ្លោចអស់ហើយបន្ទាប់ពីគាត់ដកដៃរបស់គាត់ចេញដៃរបស់គាត់ហ្នឹងក៏ត្រូវបាន heal ដោយខ្លួនឯងដោយសារតែរបួសដែលបង្កឡើងដោយការវឹកហាត់នៅក្នុង lobby ហ្នឹងនោះ system នឹងធ្វើការ generate និង heal ដោយខ្លួនឯងតែវាក៏នៅតែបង្កការភ្ញាក់ផ្អើលទៅដល់ Jenna ជាមួយនឹង Eren ចឹងឯងដោយសារតែការព្យាបាលវាពិតជាព្យាបាលមែនប៉ុន្តែការឈឺចាប់គឺនៅតែបង្កឡើងចឹងដោយគាត់បានប្រាប់ទៅកាន់ Eren ថាឲ្យ Eren ហ្នឹងធ្វើការវឹកហាត់ទៅ Eren ក៏សម័យនៅឃើញនៅទស្សនវិជ្ជាការដែលគាត់នៅជាន់ទី5ប្រយុទ្ធជាមួយនឹងហានដូច្នេះហើយគាត់ក៏ធ្វើការវឹកហាត់ជាមួយនឹងហានទៅតែសម្រាប់ Jenna នាងនៅតែមានការភ័យខ្លាចអញ្ចឹងឯងដោយសួរទៅកាន់ហានថាតើនាងមិនធ្វើបានអត់តែក៏ត្រូវបានហានហ្នឹងអូសដៃរបស់នាងហ្នឹងយកទៅដាក់ក្នុងភ្លុកភ្លើងតែម្ដងដែលធ្វើឲ្យ Jenna ហ្នឹងមានការភ័យជាខ្លាំងហានក៏ប្រាប់ទៅពីអ្នកហ្នឹងថា LK ហ្នឹងមានសមត្ថភាពក្នុងការបញ្ចេញនៅ magic ដែលជាវេទមន្តភ្លើងដោយសារតែ LK ហ្នឹងមានវេទមន្តភ្លើងដ៏ខ្លាំងក្លាបែបហ្នឹងហើយដោយពួកគាត់ហ្នឹងមិនមានសមត្ថភាពក្នុងការទ្រាំទ្រនៅធាតុភ្លើងហ្នឹងទេនោះពួកគេទាំងអស់គ្នានឹងត្រូវស្លាប់ជាមួយនឹងបិសាចយ៉ាងដែរហើយដោយការដុតរបស់ LK ហ្នឹងហានក៏គាត់ប្រាប់ឲ្យគ្នាគាត់នឹងនៅបន្តវឹកហាត់មួយទៀតបន្ទាប់ពីការវឹកហាត់ភ្លើងហើយគឺការវឹកហាត់ទ្រាំទ្រជាមួយនឹងភាពឈឺចាប់ដោយសារតែការខ្ជិលពន្យល់ច្រើនរបស់ហានគាត់ក៏បានដកយកកំបិតមួយមកហើយចាក់ទៅលើដៃរបស់គាត់ហើយលើកឡើងជាឧទាហរណ៍ដល់ពីរនាក់ហ្នឹងដោយសារតែការវឹកហាត់ដ៏សាហាវរបស់ហាន Jenna ជាមួយនឹង Eren ហ្នឹងមានការភ័យតក់ស្លុតជាខ្លាំងហើយ Jenna នាងបានសួរទៅកាន់ហានថាតើនាងមិនវឹកហាត់នៅរបៀបហ្នឹងបានអត់ដោយហានគាត់ឆ្លើយទៅវិញថាឥឡូវហ្នឹងនាងអត់ចង់ហាត់ក៏បានដែរប៉ុន្តែទៅថ្ងៃអនាគតទៅប្រហែលជានាងនឹងត្រូវតែហាត់ដែលបានធ្វើឲ្យ Jenna ហ្នឹងមានការគាំងនឹងសម្ដីរបស់គាត់ជាខ្លាំងហើយគេបានបង្ហាញនៅរូបភាព LK ហ្នឹងគឺជារថក្រោះហើយពួកគាត់ហ្នឹងគឺជាអ្នកការពាររថក្រោះដូចជាទាហានថ្មើរជើងចឹងឯងដែលត្រូវការពារឲ្យ LK ហ្នឹងកាត់មកដល់បន្ទប់សម្រាប់របស់ហានក៏គាត់នៅតែបន្តគិតថាគាត់និងក្រុមរបស់គាត់ហ្នឹងគឺចិត្តឈានចូលទៅដល់ជាន់ទី10ហើយដោយហានគាត់បានលើកឡើងថានៅជាន់ទី10ហ្នឹងគឺមានគ្រោះថ្នាក់ជាខ្លាំងអញ្ចឹងហើយគាត់ត្រូវតែបង្កើនសមត្ថភាពនឹងក្រុមរបស់គាត់ដោយគាត់នៅតែបន្តការវឹកហាត់ដោយយកដៃរបស់គាត់នឹងលូកចូលទៅក្នុងភ្លើងដើម្បីឲ្យខ្លួនប្រាណរបស់គាត់នឹងស៊ាំជាមួយនឹងភ្លើងមួយសន្ទុះក្រោយក៏មាន status window load មកដែលបានបញ្ជាក់ថាហានទទួលបាន skill ធន់ជាមួយនឹងធាតុភ្លើងកាត់មកដល់ព្រឹកបន្ទាប់ហានក៏បានបញ្ជាឲ្យ LK នឹងធ្វើការវឹកហាត់បន្តដោយតម្រូវឲ្យនាងធ្វើការវឹកហាត់រត់ដើម្បីបំពេញនូវ stamina របស់នាងហើយគេក៏បានបង្ហាញនូវ skill របស់ LK ឲ្យយើងឃើញដោយ skill របស់ LK នឹងគឺមានចំនួន3 skill ទី1គឺបាញ់ប្រហារ skill ទី2ដុតនិង skill ទី3គឺបំផ្ទុះហានក៏គាត់បានបបួល Jenna នឹងធ្វើការវឹកហាត់ជាមួយគាត់ដូចរាល់ដងឲ្យតម្រូវឲ្យ Jenna នឹងធ្វើការបាញ់ធ្នូហើយគាត់ជាអ្នករង Jenna នាងក៏បានបាញ់ធ្នូសម្ដៅទៅកាន់ហាននឹងម្ដងចំនួន3ហានក៏បានទប់រងជាមួយនឹងការវាយប្រហាររបស់ Jenna នឹងប៉ុន្តែ
ចេនណានាងក៏បានសរសើរទៅកាន់ហានថាក្នុងពេលឥឡូវហ្នឹងហានគឺបានខ្លាំងជាងមុនហើយដែលធ្វើឲ្យហានហ្នឹងមានការភ្លេចខ្លួនដែលប៊ីនឹងត្រូវគ្រាប់ព្រួញរបស់ចេនណាហ្នឹងបាញ់ទម្លុះក្បាលរបស់គាត់បាត់ទៅហើយហ្នឹងក៏គាត់បានកលៀសវាចេញទាន់អត់ត្រឹមហ្នឹងទេដោយចេនណានាងបានយកដេកឺមកវាបហាហាននៅក្នុងរយៈចម្ងាយជិតដែលបានធ្វើឲ្យហានហ្នឹងកិច្ចស្ទឹងតែមិនទាន់នឹងបានផ្លាស់ប្ដូរពីដេកឺទៅកាន់ធ្នូភ្លាមនិងរៀបនឹងបាញ់ទៅកាន់ហានតែក៏ត្រូវបានហានហ្នឹងយកដើមមកជុំនាងបានមុនតែធ្វើឲ្យនាងចាញ់នៅក្នុងការប្រកួតហ្នឹងដោយហានបានសរសើរទៅកាន់ចេនណាថានាងធ្វើបានល្អនៅក្នុងការវឹកហាត់ហ្នឹងរួចហើយចេនណាក៏បាននិយាយឌឺដងទៅកាន់ហានថាមិនដឹងជាពីណាគេទេដែលថាមិនត្រូវការណែនាំនៅក្នុងពេលវឹកហាត់ហ្នឹងដែលធ្វើឲ្យហានហ្នឹងមានការផ្ទុះកំហឹងហើយចូលទៅក្តិចថ្ពាល់នាងហើយនិយាយគំរាមនាងថាគាត់ក៏ចូលចិត្តវាយមនុស្សដែរហើយនិយាយក្នុងន័យគំរាមថាបើសិនជានៅតែនិយាយទៀតប្រកាសជាត្រូវរបស់គាត់ដែរដោយ LK នៅតែបន្តការវឹកហាត់របស់នាងហ្នឹងទៅលើ stamina និងការ cast spell របស់នាងនៅក្នុងប៉មវេទមន្តដែល Master ហ្នឹងបានបង្កើតឡើងបន្ទាប់មកយើងក៏ឃើញថាក្រុមរបស់ Edis ហ្នឹងបានចេញពីភារកិច្ចដែល Master បានដាក់ឲ្យពួកគេដែលត្រូវតម្រូវឲ្យពួកគេហ្នឹង clear នៅជាន់ទី9ហើយហានគាត់បានចូលទៅសួរ Edis ថានៅជាន់ទី9ហ្នឹងតើមានបិសាចចំនួនប្រមាណក្បាលដោយ Edis នាងបាននិយាយប្រាប់ទៅកាន់ហានថានៅក្នុងជាន់ទី9ហ្នឹងគឺមានបិសាច Goblin សរុបទាំងអស់ប្រហែលជា50ក្បាលបន្ទាប់មកយើងក៏ឃើញថាក្រុមរបស់ហានហ្នឹងគឺបាន clear នៅជាន់ទី9ដូចជាក្រុម Edis ដែរតែការ clear mission នៅជាន់ទី9ហ្នឹងគឺអត់ពិបាកដូចជាក្រុមរបស់ Edis ទេដោយសារតែគេមាន LK ហ្នឹងដែលជា Mac កាត់មកដល់យប់ឡើងយើងឃើញថាហានជាមួយនឹង Isel ហ្នឹងកំពុងនិយាយគ្នាអំពីការត្រៀមចូលទៅកាន់ជាន់ទី10ខ្ញុំនិយាយមែនណាកន្លែងហ្នឹង Isel ហ្នឹងខ្ជូតមែនតើមើលតំណងមកនៅក្រៅចាប់កញ្ញិចចូលមកដោយហានក៏គាត់កំពុងតែមានកង្វល់នៅក្នុងចិត្តមិនដឹងថាជាន់ទី10ហ្នឹងបិសាចនឹងខ្លាំងដល់កម្រិតណាដោយសារតែការដែលគាត់នៅជាន់ទី5ហ្នឹងក្រុមរបស់គាត់នឹងគាត់ប៊ីតែបាត់បង់ជីវិតអាសាហើយកាន់មកដល់ព្រឹកបន្ទាប់យើងឃើញថាហានជាមួយនឹងក្រុមរបស់ពួកគេហ្នឹងគឺនៅកន្លែង Plaza ដើម្បីប្រជុំនិងរងចាំឲ្យ Master ហ្នឹង log in ចូលព្រោះថាថ្ងៃនេះពួកគេត្រូវបំពេញ mission ដោយ clear នៅជាន់ទី10គេក៏បានបង្ហាញនៅច្រកទ្វារដែលចូលទៅបំពេញ mission ឲ្យមាន Isel ហ្នឹងជាអ្នកបើកច្រកទ្វារឲ្យហានក៏ប្រាប់ទៅកាន់ Isel ថាឲ្យប្រាប់ទៅ Master ទៅថាពួកគាត់ហ្នឹងបានត្រៀមខ្លួនរួចហើយIsel ក៏បាននិយាយប្រាប់ទៅកាន់ពួកអ្នកទាំងអស់គ្នានឹងថាឲ្យធ្វើទៅតាមសម្ដីរបស់ហានទៅកុំធ្វើជាឆ្អឹងស្ទឹងករបស់ហានហើយនាងបាននិយាយថានាងនៅចាំមើលពួកគេនឹងនៅខាងក្រៅរហូតតែក៏ត្រូវបានហាននឹងនិយាយប្រាប់ថាមិនទេហេតុអីត្រូវចាំបាច់ធ្វើអញ្ចឹងឲ្យ Isel នឹងនាងមានចម្ងល់ហើយគាត់ឆ្ងល់សួរទៅកាន់ហានថាពិតអត់ហានគាត់មិនបានឆ្លើយជាមួយនឹង Isel ច្រើនទេគាត់ក៏បាននិយាយថាចាំតែមើលទៅដឹងហើយចាំមើលគាត់ធ្វើឲ្យមើលចូលមកដល់ mission របស់ពួកគេឃើញថាក្រុមរបស់ហានជាមួយនឹងក្រុមរបស់ Edis ហ្នឹងបាន teleport មកកាន់ទីក្រុងមួយឃើញថាបរិសម្នាក់ហ្នឹងមានការភ័យខ្លាចជាខ្លាំងថាគាត់មិនចង់ស្លាប់ទេដោយចេតនានាងក៏មានចម្ងល់ដែរតែបរិសម្នាក់ហ្នឹងគឺមិនអាចមើលឃើញពួកគេបានទេដោយហានគាត់ប្រាប់ថាពួកហ្នឹងគ្រាន់តែជា NPC តែប៉ុណ្ណោះជាតួអង្គនៅក្នុងហ្គេមដើម្បីដាក់មកបង្ក្រប់ទេដោយហានជាមួយនឹងក្រុមរបស់គាត់ហ្នឹងកំពុងតែនៅក្នុងទីក្រុងមួយហ្នឹងហានក៏បានចាប់អារម្មណ៍ថាទីក្រុងមួយហ្នឹងមើលទៅដូចជាប្រហែលដោយទីក្រុងមួយហ្នឹងដែរគឺគាត់ធ្លាប់មកប្រយុទ្ធមួយសារហើយការដែលគាត់បំពេញ mission នៅជាន់ទី5គាត់ក៏បាននិយាយបន្តថាក្រែងទីក្រុងដែលគាត់មកនៅជាន់ទី5ហ្នឹងត្រូវបានបំផ្លាញដោយពពួកកូប្លិនហើយតើអីហេតុអីក៏ពួកគាត់ត្រឡប់មកទីនឹងមួយសារទៀតដោយហានគាត់បានបញ្ជាឲ្យកូនក្រុមរបស់គាត់ទាំងអស់គ្នាហ្នឹងបែកគ្នាដើម្បីធ្វើការស៊ើបអង្កេតពីទីតាំងនិងចំនួនបិសាចដែលត្រូវនឹងវាយប្រហារមកកាន់ទីក្រុងហ្នឹងដោយហានគាត់បានឡើងមកលើប៉មដែលមាននាឡិកាដែលនៅកណ្ដាលទីក្រុងហ្នឹងដើម្បីសង្កេតមើលពីចំនួនបិសាចដែលពួកគាត់ត្រូវសម្លាប់ដោយចំនួនបិសាចហ្នឹងបានបង្ហាញថាចំនួនទ័ពកូប្លិនហ្នឹងគឺមានចំនួនរហូតទៅដល់2213ក្បាលដែលពួកគេហ្នឹងមិនអាចមើលឃើញនៅ level របស់កូប្លិនហ្នឹងទេមិនដឹងថាវា level ប្រមាណទេដោយទ័ពរបស់អាណាចក្រហ្នឹងគឺមានចំនួនតែ253នាក់តែប៉ុណ្ណោះហើយយើងសរុបតួនលេខទៅគឺវាខុសគ្នាច្រើនខ្លាំងមែនតើបន្ទាប់មកយើងក៏ឃើញថាក្រុមរបស់ហានជាមួយនឹង Edis ហ្នឹងគឺបានមកជួបជុំគ្នាហើយរំពេចនោះដែរផ្ទាំង system ក៏បានលោតការព្រមានទៅកាន់ហានហើយភារកិច្ចរបស់ពួកគេលើកហ្នឹងមិនជាការ survival ដូចជានៅជាន់ទី5ទេតែជាការការពារពីសំណាក់ពួក Goblin គឺការ invade ចូលមកកាន់ទីក្រុងហើយហានគាត់បានគិតឲ្យយើងដឹងថារួមជាមួយទ័ពរបស់អាណាចក្រដែលជា NPC ហ្នឹងគឺមានចំនួនត្រឹមតែ360នាក់តែប៉ុណ្ណោះប្រៀបធៀបទៅជាមួយនឹងទ័ព Goblin ដែលវាយប្រហារមកកាន់ក្រុងហ្នឹងគឺគ្នារបស់គេនឹងមិនបាន1/10នៃសត្រូវផងដោយរីគាត់បានលើកឡើងចេញជាយោបល់ថាឲ្យបោះបង់ក្រុងនឹងចោលទៅដោយសារតែចំនួនរបស់សត្រូវនឹងគឺមានចំនួនច្រើនលើសពីពួកគាត់ច្រើនពេកតែហានគាត់ក៏បាននិយាយប្រាប់ទៅវិញថាបើពួកគាត់បោះបង់ក្រុងនឹងចោលមិនថាពួកគាត់រត់ទៅដល់ទីណាទេសិនជាពួកគាត់មិនអាចបំពេញនៅ mission នឹងបានទេនោះក្រុមរបស់ពួកគាត់នឹងត្រូវស្លាប់ទាំងអស់គ្នាហើយ mission របស់ពួកគាត់សារហ្នឹងគឺត្រូវការពារទៅកាន់រូបសំណាកស្តេធីតាហ្នឹងហើយវាមានទីតាំងនៅចំកណ្ដាលទីក្រុងហ្នឹងឯងពីសំណាក់កូប្លិនដែលធ្វើការវាយប្រហារដោយគាត់ក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ថាបើសិនជាកូប្លិនទាំងអស់ហ្នឹងធ្វើការវាយប្រហារនិងកំទេចទៅកាន់រូបសំណាកហ្នឹងបាននោះពួកគាត់នឹងត្រូវស្លាប់ទាំងអស់គ្នាដោយគាត់បានកាត់ទៅកាន់យុទ្ធសាស្ត្រប្រយុទ្ធរបស់គាត់ដោយយុទ្ធសាស្ត្ររបស់គាត់ដែរគឺការការពារនៅទិសខាងជើងផ្សារតទីក្រុងហ្នឹងគឺមានច្រកចូលតែទិសខាងជើងមួយទេ
តែសាច់រឿងក៏គេបានបង្ហាញថាពួក Goblin ហ្នឹងក៏មានអាវុធសម្រាប់វាយទីក្រុងដែរវាស្រដៀងជាមួយនឹងរឿងសានកុកដែរអាវុធអស់ហ្នឹងគឺសម្រាប់វាយទីក្រុងដោយ Jenna នាងឮអញ្ចឹងហើយនាងក៏បាននិយាយប្រាប់ទៅកាន់ហានថាកាលដែលពួកគេទៅប្រមូលព័ត៌មាននៅជាន់ទី8ហ្នឹងបានឮសម្រាប់ជើងសេះនៅក្នុងព្រៃដោយនាងគិតថាទាហានទាំងអស់ហ្នឹងគឺជាទាហានរបស់អាណាចក្រតែពួកគេត្រូវបានរារាំងដោយទឹកជំនន់ដោយគេហ្នឹងមិនអាចមកជួយទីក្រុងនឹងបានទាន់ពេលដោយហានគាត់មានការខឹងជាមួយនឹង Jenna នឹងជាខ្លាំងដោយសារតែព័ត៌មានសំខាន់បែបហ្នឹងនាងទើបតែប្រាប់គាត់នៅពេលឥឡូវហ្នឹងដោយមិនបានប្រាប់គាត់ឲ្យបានលឿនជាងហ្នឹងដើម្បីឲ្យគាត់រៀបចំផែនការដោយគាត់បានបែងចែកក្រុមរបស់គាត់ហ្នឹងចេញជា2ក្រុមដោយក្រុមរបស់គាត់នឹងធ្វើការវាយប្រហារសម្រុកចេញទៅខាងក្រៅធ្វើការរារាំងនៅទឹកជំនន់និងបើកផ្លូវឲ្យក្រុមទាហានដែលរារាំងដោយទឹកជំនន់ហ្នឹងដោយក្រុមរបស់ Edis ត្រូវការពារនៅក្នុងទីក្រុងនិងរូបចម្លាក់ពីសំណាក់ Goblin ដែលវាយប្រហារមកកាន់ទីក្រុងហ្នឹងយុទ្ធសាស្ត្ររបស់ហានគឺត្រូវតម្រូវឲ្យក្រុមរបស់គាត់ទម្លុះការឡោមព័ទ្ធរបស់ទ័ព Goblin និងធ្វើការឆ្ពោះទៅកាន់ទំនប់ទឹកដើម្បីជួសជុលនិងបើកផ្លូវឲ្យកងទ័ពដែលស្ទះដោយសារទឹកជំនន់ហ្នឹងចូលមកកាន់អាណាចក្រវិញហើយគាត់ក៏បានបញ្ជាឲ្យក្រុមរបស់គាត់នឹងធ្វើការចេញដំណើរដោយយើងឃើញថា Eren ហ្នឹងកំពុងតែបើកទ្វារក្រុងប៉ុន្តែការបើកទ្វារក្រុងរបស់ពួកគេនឹងដែរក៏មានការរារាំងពីសំណាក់ទាហានដែលជាទាហានអាណាចក្រដោយទាហានរបស់អាណាចក្របានគិតថាពួកគេហ្នឹងគឺកំពុងតែមានបញ្ហាហើយដោយសារតែមានវិញ្ញាណខ្មោចហ្នឹងកំពុងតែបើកទ្វារក្រុងបច្ចៈកន្លែងហ្នឹងដែរទាហានរបស់អាណាចក្រហ្នឹងសុទ្ធតែជា NPC អញ្ចឹងហើយពួកគេអាចមើលឃើញក្រុមរបស់ហានបានទេដោយហានគាត់បានបញ្ជាទៅកាន់ Elka ថាឲ្យនាងធ្វើការសូត្រនៅវេទមន្តដើម្បីបាញ់បើកផ្លូវឲ្យពួកគាត់តែចង្រៃអ្វីនៅពេលហ្នឹងក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកដែលធ្វើឲ្យហានហ្នឹងមានការភ័យតក់ស្លុតជាខ្លាំងហើយសង្ឃឹមថា spell របស់ Elka ហ្នឹងគឺអាចតទល់ជាមួយនឹងភ្លៀងហ្នឹងបានត្រឡប់មកមើល Elka វិញនាងនៅតែបន្តការ cast spell របស់នាងដើម្បីប្រើប្រាស់វេទមន្តភ្លើងរបស់នាងចឹងឯងដោយពពួកកងទ័ព Goblin មួយចំនួនតូចបានទម្លុះការការពាររបស់ហានជាមួយនឹងក្រុមរបស់គាត់ហ្នឹងសម្រុកចូលមកក្នុងទីក្រុងហើយដោយវារៀបចូលនឹងវាយប្រហារទៅកាន់ Elka ហើយការ cast spell របស់នាងហ្នឹងក៏បានរួចរាល់ហើយក៏បានសម្លាប់នៅក្រុម Goblin ដែលរៀបនឹងវាយប្រហារមកកាន់នាងនឹងធ្វើការវាយប្រហារសម្លាប់ទៅកាន់ក្រុម Goblin ដែលនៅសេសសល់បានមួយវងធំដែលជាឱកាសដ៏ល្អដើម្បីបើកផ្លូវឲ្យក្រុមរបស់ហានហ្នឹងសម្រុកចេញទៅខាងក្រៅហានជាមួយនឹងក្រុមរបស់គាត់ហ្នឹងបានសម្រុកចេញទៅខាងក្រៅជាមួយនឹង Elka ដោយហានគាត់បានប្រាប់ទៅកាន់ Elka ថាឲ្យផឹកនៅទឹកវេទមន្តដែលអាចរិះគន់នៅម៉ាណារបស់នាងមកវិញបានរាល់ពេលដែលនាងប្រើប្រាស់វេទមន្តម្ដងដោយបានបញ្ជាកូនក្រុមរបស់គាត់ម្នាក់ទៀតហ្នឹងឲ្យទៅជួយខាង Edis ទៅតែសារតែពួកគាត់ប្រយុទ្ធតែ4នាក់ទៅបានហើយការប្រយុទ្ធហ្នឹងក៏បានចាប់ផ្ដើមដោយយើងឃើញថា Han, Eren, Jenna កំពុងតែព្យាយាមការពារទៅកាន់ Elka ដោយគេបានឲ្យយើងដឹងថានៅពេលដែលនាងវឹកហាត់កន្លងមកហ្នឹងគឺការ cast spell របស់នាងហ្នឹងគឺបានកាត់បន្ថយពេលវេលាជាមុនហើយកាលពីមុនហ្នឹងគឺមានរហូតដល់1នាទីតែសម្រាប់ពេលបច្ចុប្បន្នវិញគឺការ cast spell របស់នាងម្ដងគឺចំណាយរយៈពេលត្រឹមតែ20សេកុណ្ឌទេដោយការរារាំងរបស់ Han, Jenna ជាមួយនឹង Eren ដើម្បីការពារទៅកាន់ Elka ហ្នឹងទីបំផុត Elka ក៏បាន cast spell បញ្ចប់ហើយ Han ក៏បានបញ្ជាឲ្យកូនក្រុមរបស់គាត់ហ្នឹងបដូរទីតាំងនឹងឃើញថាមានវេទមន្តភ្លើងដ៏ខ្លាំងមួយបានធ្វើការវាយប្រហារទៅកាន់ពពួក Goblin អស់ហ្នឹងដែលបានសម្លាប់ពួកវាអស់មួយវងធំដោយហានគាត់ឃើញថានេះជាឱកាសល្អក៏បានបញ្ជាឲ្យកូនក្រុមរបស់គាត់នឹងសម្រុកទៅមុខបន្តទៀតនិងធ្វើការវាយប្រហារទៅកាន់ពពួក Goblin ដើម្បីទាញពេលវេលាឲ្យ Elka នឹងធ្វើការ cast spell ម្ដងទៀតហើយយើងឃើញថាមានការរាប់លេខពី20រហូតមកដល់1ក៏ឃើញវេទមន្តភ្លើងដែលបានឃើញអំបញ្ញមិញហ្នឹងមួយសារទៀតនិងសម្លាប់ទៅកាន់ពពួក Goblin ទាំងអស់ហ្នឹងឲ្យស្លាប់រនាលពេញហ្នឹងសាច់រឿងក៏គេបង្ហាញឲ្យយើងឃើញថាមានមេទ័ព Goblin មួយហ្នឹងកំពុងតែឈរនៅលើថ្មដោយអមនៅទុងរបស់ទ័ព Goblin និងមានទ័ព Goblin ជាច្រើនទៀតធ្វើការឡោមព័ទ្ធទៅកាន់ក្រុមរបស់ហានដោយមេទ័ព Goblin បានស្រែកបញ្ជាទៅកាន់កូនចៅរបស់វាឲ្យបើកការវាយប្រហារទៅកាន់ក្រុមរបស់ហានដោយមុនពេលដែលមេទ័ព Goblin បានស្រែកបញ្ជារាល់ Goblin ទាំងអស់មានការស្ទាក់ស្ទើរក្នុងការចូលទៅវាយប្រហារដោយសារតែវេទមន្តរបស់ Elka ដោយនាងបាន cast spell ការពារនៅជុំវិញក្រុមរបស់ពួកគេដោយទទួលបានបញ្ជាពីសំណាក់មេ Goblin កងទ័ព Goblin មិនបានខ្លាចញញើតចំពោះវេទមន្តភ្លើងរបស់ Elka ទេដោយវាបានសម្រុកចូលទៅវាយប្រហារក្រុមរបស់ហានដោយមិនខ្លាចនឹងសេចក្តីស្លាប់ដោយហានគាត់បានគិតឲ្យយើងដឹងថាពួកគាត់គឺមានជំរើសតែមួយគត់គឺតម្រូវត្រូវតែសម្លាប់មេទ័ព Goblin នឹងឲ្យបានមុនបើមិនអញ្ចឹងទេទ័ព Goblin ទាំងអស់ហ្នឹងនឹងនៅតែវាយប្រហារមកកាន់ពួកគាត់ចឹងឯងពីសំណាក់ការបញ្ជារបស់វានោះកងទ័ព Goblin នឹងមិនខ្លាចស្លាប់ទេដោយ Elka នាងបាន cast spell របស់នាងចប់នាងក៏បានបើកការវាយប្រហារទៅកាន់កងទ័ព Goblin ដែលបានធ្វើឲ្យមានបន្ទុះដ៏ធំមួយនៅចំកណ្ដាលទីលានប្រយុទ្ធហើយគេក៏បានបង្ហាញឲ្យយើងឃើញថា Jenna នាងបានបាញ់ធ្នូរបស់នាងនិងបានសម្លាប់ទៅកាន់មេទ័ព Goblin ហ្នឹងដោយការប្រើប្រាស់វេទមន្តជាច្រើនដង Elka នាងក៏បានអស់កម្លាំងហើយរៀបនឹងដួលសន្លប់ក៏ត្រូវបានហានឹងចាប់បីនាងឡើងហើយសម្រុកចេញពីវង Goblin នឹងបន្តទៀតដោយការខិតខំប្រឹងប្រែងតស៊ូក្រុមរបស់ហានឹងក៏បានបំបែកការឡោមព័ទ្ធរបស់ក្រុម Goblin ហើយបានមកដល់ទីតាំងដែលពួកគេបានកំណត់
តែសម្រាប់មិនទាន់បានបាត់ហត់ផងតែឃើញវង Goblin មួយក្រុមទៀតបានចេញមកពីក្នុងព្រៃហើយវង Goblin នឹងដែរគឺមានការដឹកនាំដោយប្រភេទអកមួយដ៏ធំហើយរឿងយើងក៏ដល់ទីបញ្ចប់ដែរបើសិនជាចូលចិត្តការសម្រាយរបស់ខ្ញុំហើយចង់បានភាគតកុំភ្លេចជួយ Subscribe